បងថ្ងៃនេះមកកាត់សាច់គោស្តេកទាំងអស់គ្នានេះគឺជាសាច់គោស្តេករបស់អាមេរិកណាបងមិនថាចំពោះបងមានសាច់គោស្តេកជារបស់ប្រទេសមិនថាស្តេកអូស្ត្រាលីឬក៏អាមេរិកទេបងថ្ងៃនេះខ្ញុំមករៀបចំការកាត់ស្តេកហើយនឹងក៏បង្ហាញបងថាក្បួនកាត់ស្តេកបែបណាឲ្យសាច់គោស្តេករក្សាគុណភាពនៅតែឆ្ងាញ់ចាអញ្ចឹងថ្ងៃនេះមកកាត់ស្តេកទាំងអស់គ្នាបងណាគឺខ្ញុំកាត់បែបនេះអញ្ចឹងចំពោះដុំស្តេកធំអញ្ចឹងគឺខ្ញុំកាត់ជាតឹងកង់អញ្ចឹងហើយចំពោះការកាត់គឺបងយកការកាត់ក្រាស់ល្មមប៉ុណ្ណឹងណាបងចាគឺកាត់អញ្ចឹងរហូតដល់អស់មួយដុំណាក្រាស់ល្មមប៉ុណ្ណឹងនៅពេលបងអាំងបងចង់ឆ្អិន 80% 70% 60% តាមចំណូលចិត្តតែបងកាត់ទ្រង់ទ្រាយផ្សេងឬកាត់ស្ដើងពេលដែលបងអាំងទៅណាគឺបងធ្វើឲ្យសាច់ស្តេកនឹងស្វិតឬក៏ខ្សោះពេករឹងពេកអត់ឆ្ងាញ់ទេបងចាគឺត្រូវកាត់បែបនេះគឺស្រួលមែនតើហើយអាំងទៅទន់ផុយគៀនហើយឆ្អិន 70-80% គឺមានឈាមតិចឆ្ងាញ់មែនតើហើយការរៀបចំទុកដាក់ស្តេកឲ្យបានល្អត្រឹមត្រូវដើម្បីកុំឲ្យវាជាប់គ្នាពេលយើងដាក់ទូកក់ញ៉ាំអត់អស់បងអាចយករាបជាមួយនឹងផ្លាស្ទិកដែលសម្រាប់គ្របម្ហូបហ្នឹងរៀបវាឲ្យបឺតវាឲ្យតឹងចឹងមកបងម្ដុំដាក់ទូកក់បានហើយបងងាយស្រួលមែនតើ